Ok,ថ្ងៃនេះខ្ញុំនិយាយរឿងនៅពេលដែលយើងគ្មានលុយហើយយើងជួបមនុស្សដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើងដូចគ្នាសំណួរសួរថាតើយើងព្រមរកលេងគេឬក៏នៅចង់ឲ្យគេនៅជាមួយយើងបន្តទៀតតាមពិតទៅនេះវាគឺជារឿងវាគឺជាសាច់រឿងស្នេហ៍របស់ខ្ញុំផ្ទាល់មនុស្សម្នាក់ៗនឹងមានការចាប់ផ្ដើមខុសៗគ្នាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើមអឺស្គាល់នរណាម្នាក់នៅពេលដែលខ្ញុំចាប់ផ្ដើមតាក់ទងជាមួយនឹងនរណាម្នាក់ជាប្រភេទមនុស្ស introvert ដូច្នេះវាពិបាកសម្រាប់ខ្ញុំក្នុងការបង្កើតទំនាក់ទំនងមួយដែលច្បាស់លាស់ដូច្នេះហើយទម្រាំខ្ញុំអាចដាក់ចិត្តស្រឡាញ់នរណាម្នាក់ឬក៏បានជួបនរណាម្នាក់វាមិនមែនជារឿងងាយស្រួលនោះទេដូច្នេះហើយខ្ញុំវាទាមទារឲ្យមានអាចថាវាជាមនោសញ្ចេតនាឬក៏វាជានិស្ស័យដែលធ្វើឲ្យយើងបានជួបគ្នាវាធ្វើឲ្យយើងបានស្គាល់គ្នាហើយវាក៏ជារឿងពិបាកមួយដែលទម្រាំខ្ញុំអាចយកបេះដូងគេមកបានហើយនៅពេលដែលយើងបានស្រឡាញ់គ្នាហើយស្រាប់តែដំបូងឡើយការស្រឡាញ់យើងចាប់ផ្ដើមឡើងដោយមនុស្សពីរនាក់នោះទេយើងគ្រាន់តែស្គាល់គ្នាទៅវិញទៅមកប៉ុន្តែនៅពេលដែលយើងស្រឡាញ់គ្នាយូរៗទៅយើងក៏ចាប់ផ្ដើមស្គាល់ពីគ្រួសារគ្នារៀងៗខ្លួនហើយក៏យើងចាប់ផ្ដើមប្រៀបធៀបចាប់ផ្ដើមគិតគូរពីជីវភាពហើយក៏that's why យើងក៏យល់ថាគ្រួសារគេជាអ្នកមានជីវភាពទូទីចំណែកខ្ញុំជាមិនទាន់ទូទីហើយយើងក៏មានអារម្មណ៍ថាយើងមិនស័ក្តិសមជាមួយគេនៅពេលដែលយើងណាត់គេចេញក្រៅឬក៏ទៅជួប date អីលក្ខណៈយើងមានអារម្មណ៍ថាវាត្រូវការចំណាយច្រើនដូច្នេះហើយសំណួរដដែលដែលសួរថាតើយើងអាចគ្រប់គ្រងស្ថានភាពមួយនឹងបានឬក៏យើងប្រមដោះលែងស្ថានភាពមួយនឹងឲ្យទៅតាមដំណើរសម្រាប់ខ្ញុំវិញវាគឺជាសាច់រឿងពិតរបស់ខ្ញុំផ្ទាល់ដូច្នេះខ្ញុំបាននិយាយបានថាទម្រាំខ្ញុំអាចយកបេះដូងគេបានទម្រាំខ្ញុំអាចស្រឡាញ់គេបានតាក់ទងគេបានវាមិនមែនជារឿងងាយស្រួលនោះទេដូច្នេះហើយបើសិនជាឲ្យខ្ញុំបោះបង់គេដោយងាយៗវាហាក់ដូចជាបំផ្លាញការខំប្រឹងរបស់ខ្ញុំដោយទទេគ្មានដោយគ្មានន័យអញ្ចឹងហើយខ្ញុំមិនអាចបោះបង់ដោយគ្រាន់តែពាក្យថាគ្មានលុយនោះទេព្រោះលុយវាជារបស់ក្រៅខ្លួននោះទេយើងអាចរកនៅពេលក្រោយបានគ្រាន់តែយើងអាចចំណាយពេលរៀងយូរឬក៏តាមសមត្ថភាពរបស់យើងដូច្នេះហើយខ្ញុំមិនអាចគ្រាន់តែពាក្យថាគ្មានលុយខ្ញុំបោះបង់មនុស្សដែលខ្ញុំស្រឡាញ់មនុស្សដែលស្រឡាញ់ខ្ញុំដូច្នេះហើយខ្ញុំមានតែយក lesson មកបង្កើនសមត្ថភាពខ្លួនឯងមកខំប្រឹងមកអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំដើម្បីឲ្យខ្លួនឯងមានសមត្ថភាពហើយមានលុយដើម្បីអាចយល់ថាខ្លួនឯងមានសមត្ថភាពអាចមើលថែគេបានព្រោះហើយនេះគឺជាការកើតការយល់ឃើញរបស់ខ្ញុំមិនអាចគ្រាន់តែស្ថានភាពនេះខ្ញុំគ្មានលុយខ្ញុំដោះលែងគេឲ្យទៅទេពេលខ្លះវាជាចិត្តមនុស្សគឺមិនដូចគ្នាទេពេលខ្លះគេអាចនឹងព្រមដោះលែងមនុស្សយើងស្រឡាញ់ឲ្យទៅជួបមនុស្សដែលល្អជាងយើងប៉ុន្តែសម្រាប់ខ្ញុំវិញសម្រាប់ខ្ញុំវិញមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំគិតថាបើខ្ញុំជាខ្ញុំដោះលែងគេឲ្យទៅជួបមនុស្សដែលល្អជាងខ្ញុំវាជីវិតវាពេលខ្លះថាមិនតែពេលខ្លះអាចនឹងអ្នកផ្សេងមិនល្អដូចជាខ្ញុំគឺថាបានតែថាតែខ្ញុំយល់តែខ្លួនឯងរាល់ថ្ងៃនេះគឺជាមនុស្សល្អទេគ្រាន់តែយើងជាមនុស្សល្អតែងតែត្រូវគេបោកប្រាស់ដូចជាវាជារឿងទូទៅទៅហើយដូច្នេះខ្ញុំនៅតែកាន់ខ្ជាប់នៅក្នុងដូចជាគោលការណ៍របស់ខ្ញុំគឺធ្វើយ៉ាងម៉េចកុំប្រឹងអភិវឌ្ឍខ្លួនឯងទោះជាពេលខ្លះវាប៉ះពាល់ផ្លូវចិត្តវាមានអារម្មណ៍ថាឈឺចាប់នៅពេលដែលយើងគ្មានសមត្ថភាពនាំគេទៅកន្លែងដែលល្អឬក៏ដោយសារតែយើងគ្មានលុយគ្រប់គ្រាន់យើងសមត្ថភាពយើងនៅមានកម្រិតអញ្ចឹងវាតែងតែរងនៅការប៉ះទង្គិចរវាងអារម្មណ៍និងអារម្មណ៍រវាងមនុស្សពីរនាក់ប៉ុន្តែសំខាន់គឺទៅលើការយល់ពីគ្នាច្បាស់លាស់នោះទេបើសិនជាគេយល់ពីការចិត្តរបស់ខ្ញុំឬក៏យល់ពីតម្លៃរបស់ខ្ញុំគេអាចនឹងយល់ប៉ុន្តែបើសិនជាគេយល់ហើយគេនៅតែអាចថាគេមានចំណុចច្រើនដោយសារតែគេមានជីវភាពទូទីចឹងហើយពីច្រើនគេតែមានចំណុចច្រើនជាងខ្ញុំសម្រាប់ខ្ញុំមានតែជំរឿនមួយគឺគេចំណុចគេមានចំណុចច្រើនដូច្នេះហើយបើសិនជាថ្ងៃណាមួយគេអត់ចិត្តពីខ្ញុំបើសិនតែខ្ញុំអាចថារងតាមខ្ញុំយូរគេអាចមានសិទ្ធិទៅរកអ្នកថ្មីឬក៏បើកចិត្តបើកបេះដូងឲ្យអ្នកថ្មីបានប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងសំណួរថាបើសិនជាគ្មានលុយយើងព្រមដោះលែងគេឲ្យទៅរកអ្នកផ្សេងអត់គឺខ្ញុំមិនអាចដោះលែងមនុស្សខ្ញុំស្រឡាញ់បានងាយៗនោះទេខ្ញុំត្រូវតែកុំប្រឹងយ៉ាងណាយកគេបានធ្វើយ៉ាងណាឲ្យគេមកនៅក្បែរខ្ញុំឲ្យបានប៉ុន្តែវាអាស្រ័យទៅលើពេលវេលាវាអាស្រ័យទៅលើសមត្ថភាពរបស់ខ្ញុំដែរខ្ញុំមិនអាចយកគេបានដល់ចាប់បុកខំឬក៏ទីមទីឲ្យគេមកស្រឡាញ់ខ្ញុំតែម្នាក់នោះទេវាជារឿងអាត្មានិយមមួយដែរវាមិនមែនជាប្រកបរបស់ខ្ញុំដូច្នេះខ្ញុំគ្រាន់តែលើកយកវាប្រធានបទដែលកំពុង viral នៅ Facebook ក៏ដូចជា TikTok ប្រហែលថ្ងៃនេះហើយក៏វាជាសាច់រឿងរបស់ខ្ញុំផ្ទាល់ផងដែរអញ្ចឹងខ្ញុំគាត់តែមានការគិតការយល់ឃើញទស្សនៈខ្លះពីសាច់រឿងរបស់ខ្ញុំផ្ទាល់ប្រាប់ទៅណាអារម្មណ៍មួយហ្នឹងបើសិនជាអ្នកមិនទាន់ជួបទេវានៅមិនទាន់មានអារម្មណ៍ថាឈឺនៅឡើយទេប៉ុន្តែបើសិនជាអ្នកជួបដូចជាខ្ញុំហើយវាមានអារម្មណ៍ថាពេលខ្លះវាអួលជួលនៅខាងខ្នងផងដែរប៉ុន្តែមិនថាគេរងចាំយើងឬក៏មិនរងចាំនោះទេយើងគ្រាន់តែ
យ៉ាខំប្រឹងឲ្យពីសមត្ថភាពហើយទទួលនៅលទ្ធផលយើងខំប្រឹងទៅព្រោះជីវិតនឹងអ្នកយើងមិនអាចទៅគ្រប់គ្រងជីវិតគេបានទេសូម្បីតែជីវិតខ្លួនឯងក៏យើងមិនអាចគ្រប់គ្រងបាន 100% ឬក៏យ៉ាទីស្វ័យយើងគួរតែ accept ហើយរីករាយជាមួយនឹងអ្វីដែលយើងមាននៅថ្ងៃនេះទៅយ៉ាអរគុណ